military strategies ក្បួនសិទ្ធិយុទ្ធសាស្ត្រយោធាពាក្យទាំងអស់នេះជាពាក្យពិបាកដែលគេប្រើនៅក្នុងក្បួនសិទ្ធិតែ concept រួមអាចយកមកប្រើប្រាស់នៅក្នុងន័យ business បានដូចគ្នា offensive strategy យុទ្ធសាស្ត្រវាយប្រហារភាគីម្ខាងខ្លាំងជាងភាគីម្ខាងទៀតវាយមុនហើយចរចាតាមក្រោយគោលដៅគឺឲ្យដៃគូម្ខាងទៀតអោនជាមួយខ្លួនដាក់ខយ៉ាងម៉េចក៏អូខេជាមួយខ្លួនដែរ defensive strategy យុទ្ធសាស្ត្រការពារអ្វីដែលយើងមានស្រាប់ហើយនឹងគឺយើងអត់ចង់ឲ្យបាត់បង់ទេពេលសត្រូវចូលមកយើងត្រូវវាយការពារខ្លួនកុំឲ្យបាត់បង់អ្វីដែលយើងកំពុងមាននឹង deterrent strategy យុទ្ធសាស្ត្រទប់ស្កាត់យើងបង្អួតអ្វីខ្លាំងៗដែលយើងមានទាំងអាវុធទាំងវិស័យយោធារបស់យើងទាំងទឹកលុយគោលដៅដើម្បីកុំឲ្យគូប្រយុទ្ធរបស់យើងនឹងលុកមកយើងកើត attrition strategy យុទ្ធសាស្ត្របំបាក់ធនធាននៅពេលដែលវាយប្រហារជាមួយសត្រូវយើងសិក្សាមើលថាតើចំណុចណាខ្លះដែលសត្រូវខ្លាំងអាវុធអីខ្លះដែលសត្រូវមានយើងព្យាយាមបំបាក់វាយផ្ដាច់របស់ឲ្យទាំងនៅពេលដែលនៅក្នុងការប្រយុទ្ធនឹងតែម្ដង maneuver strategy ជាយុទ្ធសាស្ត្រដែលយើងសិក្សាពីចំណុចខ្សោយរបស់សត្រូវហើយយើងវាយភ្លាមកុំឲ្យសត្រូវតដៃបានទាន់យុទ្ធសាស្ត្រនេះគឺត្រូវវៃឆ្លាតនិងរហ័សជាទីបំផុត annihilation strategy យុទ្ធសាស្ត្របំផ្លាញទាំងស្រុងកម្លាំងយោធាទ័ពអាវុធគ្រប់យ៉ាងដែលសត្រូវមានបំផ្លាញឲ្យខ្ទេចកុំឲ្យងើបរួច annihilation exhaustion strategy យុទ្ធសាស្ត្របំបាក់ទឹកចិត្តធ្វើឲ្យហត់នឿយផ្លូវចិត្តខ្លាំងយុទ្ធសាស្ត្រនេះគឺផ្ដោតលើផ្លូវចិត្តច្រើនជាងរឿងនៅខាងក្រៅធ្វើឲ្យគាត់បាក់ស្បាត indirect approach យុទ្ធសាស្ត្រវាប្រហារដោយប្រយោលឧទាហរណ៍ផ្លូវទូរគមនាគមន៍ប្រព័ន្ធស្បៀងកន្លែងជួយសង្គ្រោះនានាអត់វាយចំទេប៉ុន្តែវាយកន្លែងទាំងអស់ហ្នឹងដែលសំខាន់ចឹងនៅពេលដែលកន្លែងទាំងអស់ហ្នឹងដួលទៅគឺធ្វើឲ្យសត្រូវហ្នឹងគឺចាញ់ទៅតែឯង containment strategy យុទ្ធសាស្ត្រដាក់កម្រិតមិនឲ្យសត្រូវរបស់យើងប្រមូលផ្ដុំគ្នាបានច្រើនទេបើក្នុងការរស់ស៊ីវិញនៅពេលដែលអាជីវកម្មនឹង grow ហើយដែលត្រូវប្រកួតប្រជែងមួយយើងកើតយើងព្យាយាមដាក់កម្រិតធ្វើម៉េចបើយើងធំជាងកុំឲ្យធំជាងយើងទៅកើតយល់រួមបើធំជាងត្រូវពឹងលើសេវាយើងជាដើម asymmetric strategy យុទ្ធសាស្ត្ររបៀបនេះគឺនៅពេលដែលគូប្រជែងពីរមានទំហំខុសគ្នាឆ្ងាយប៉ុន្តែមកជាហៀងទៀតគឺយកភាពខ្លាំងរបស់ខ្លួនឯងដែលតូចទាបជាងហ្នឹងណាយកតែចំណុចណាដែលខ្លាំងជាងយកទៅអនុវត្តវាយប្រហារអ្នកដែលធំជាងឧទាហរណ៍បើសិនជាក្រុមហ៊ុនធំខ្លាំងផ្នែកចំណុច ABC គាត់ដែលជាក្រុមហ៊ុនតូចហ្នឹងអត់មើលងាយខ្លួនឯងទេគាត់ខ្លាំងខាងការបត់បែនហើយនឹងទាន់ពេលវេលាហើយប្រើ technology លឿនល្បីថ្មីអញ្ចឹងនៅពេលដែលគាត់ខ្លាំងចំណុចហ្នឹងគឺគាត់យកចំណុចខ្លាំងគាត់យកទៅវាយប្រហារគូប្រជែងរបស់គាត់ hybrid strategy យុទ្ធសាស្ត្រលាយបញ្ចូលគ្នានៅពេលដែលគ្នាស្ទាត់ឬក៏ស្គាល់យុទ្ធសាស្ត្រទាំងអស់ដែលខ្ញុំរៀបរាប់ពីលើហើយពេលខ្លះយើងអាចយកតែមួយមកប្រើបានទេត្រូវច្បល់លាយបញ្ចូលគ្នាយោងតាមកលៈទេសៈជាក់ស្ដែង grand strategy ជាយុទ្ធសាស្ត្រមួយដែលរួមបញ្ចូលអ្វីដែលជាតិសាសន៍នឹងមានទាំងអស់ដើម្បីវាយប្រហារគូប្រជែងឬក៏សត្រូវអាចមានសេដ្ឋកិច្ចវប្បធម៌ឬក៏ភូមិសាស្ត្រគ្រប់យ៉ាងនិយាយរួមគ្រប់យ៉ាងគោលដៅនឹងមិនត្រឹមតែឈ្នះនៅពេលនឹងមកគ្រាទេប៉ុន្តែធ្វើឲ្យអនាគតនឹងគឺរឹងមាំទៀតផងនិយាយដែលខ្លីបានថាឈ្នះដោយចក្ខុវិស័យវែងឆ្ងាយមិនមែនតែមួយពេលទេ